លោកបងករណីសុំសួរមួយកុំស្លាប់ដូចពស់កុំរស់ដូចកង្កែបមានន័យដូចម្ដេចលោកបងពាក្យហ្នឹងគឺចង់ណែនាំដល់មនុស្សកុំយកតម្រាប់តាមពស់និងកង្កែបពស់យើងអាចនិយាយន័យតែមួយយ៉ាងបានបងប្អូនប៉ុន្តែកង្កែបយើងអាចនិយាយន័យបានច្រើនយ៉ាងពស់ទោះបីមានពឹសក៏ដោយមិនមានពឹសក៏ដោយក៏តែងតែធ្វើឲ្យអ្នកដតីនឹងខ្លាចរអាដែរនៅពេលដែលពស់នឹងស្លាប់បាត់បង់ជីវិតទៅគឺអត់មាននរណាមួយសោកស្ដាយអាឡោះអាល័យសង្រេងសង្រីអីជាមួយសត្វពស់ដែលស្លាប់បាត់បង់ជីវិតទៅនឹងទេចង់ប្រៀបធៀបមកមនុស្សយើងដែលរស់នៅក្នុងសង្គមរស់នៅក្នុងស្រុករស់នៅក្នុងភូមិតែងតែធ្វើឲ្យអ្នកដតីនឹងខ្លាចរអានៅពេលដែលបុគ្គលនឹងស្លាប់បាត់បង់ជីវិតទៅគឺអត់មាននរណាមួយទៅសោកស្ដាយអាឡោះអាល័យកើតទុកបុកម្នេញអីជាមួយការស្លាប់បាត់បង់ជីវិតរបស់បុគ្គលនឹងទេមានតែសប្បាយចិត្តថាចំណែកកង្កែបយើងអាចនិយាយន័យបានច្រើនយ៉ាងឥឡូវន័យទី1កង្កែបគឺជាសត្វដែលខ្ជិលច្រអូសបងប្អូនកង្កែបនឹងខ្ជិលលេខ1សំបីតែទីលំនៅស្រ័យទីកន្លែងអីហ្នឹងគឺមិនចេះធ្វើខ្លួនឯងទេខ្ជិលតែសុំអាស្រ័យនៅជាមួយនឹងក្តាមតែសុំអាស្រ័យនៅជាមួយនឹងក្តាមឲ្យមិនត្រឹមតែមិនផ្ដល់ភាពស្ងប់ស្ងាត់ផ្ដល់ភាពសុខសាន្តឲ្យសត្វក្តាមទេថែមទាំងនាំភាពអន្តរាយនឹងឲ្យដល់សត្វក្តាមទៀតហ្នឹងកង្កែបបើប្រៀបធៀបទៅជាមួយនឹងក្តាមកង្កែបគឺមានកម្លាំងខ្លាំងក្លាជាងអាចហក់អាចលោតបានប៉ុន្តែខ្ជិលអត់ធ្វើអីទេបងប្អូនតែសុំនៅជាមួយក្តាមហ្នឹងពេលដែលធ្លាក់ភ្លៀងមកគឺស្រែកវ៉ែបមនុស្សទាំងឡាយដែលជាអ្នកប្រាថ្នានៅម្ហូបអាហារពេលដែលឮសំឡេងសត្វកង្កែបយំហើយកាន់ចបកាន់កង្វល់ទៅដល់ខ្វាហើយមិនមែនងាប់តែកង្កែបទេណាបងប្អូនងាប់ទាំងក្តាមទៀតហ្នឹងគឺនាំភាពអន្តរាយឲ្យដល់សត្វក្តាមបន្ថែមទៀតចង់ប្រៀបធៀបមកមនុស្សនៅជាមនុស្សហ្នឹងគឺមានកម្លាំងមានកំហែងអីដូចគេដូចឯងប៉ុន្តែខ្ជិលច្រអូសណាបងប្អូនមិនប្រកបកិច្ចការងារធ្វើអីទេតែកុំថាឡើយទៅធ្វើកិច្ចការងារឲ្យអ្នកដតីសំបីតែកិច្ចការងារប្រកបមុខរបរចិញ្ចឹមជីវិតសម្រាប់ខ្លួនឯងសម្រាប់គ្រួសារហ្នឹងក៏ខ្ជិលច្រអូសដែរទៅពឹងអាស្រ័យលើអ្នកដតីហ្នឹងទៅពឹងអាស្រ័យអ្នកដតីហើយណាមិនត្រឹមតែមិនផ្ដល់ភាពស្ងប់ស្ងាត់ផ្ដល់ភាពសុខសាន្តឲ្យអ្នកដតីទេថែមទាំងនាំភាពអន្តរាយដល់ម្ចាស់ផ្ទះទៀតឃើញទេហ្នឹងអត្តន័យទី2របស់កង្កែបកង្កែបគឺជាសត្វដែលរស់នៅក្នុងបឹងឈូកហ្នឹងប៉ុន្តែអត់ដែលស្គាល់ដឹងរស់លំអងការឈូកអីយ៉ាងម៉េចទេអត់ទេណោះតែចាញ់សត្វភូមិរាមានកន្លងមានឃ្មុំអីជាដើមតែគេនៅឆ្ងាយហើមកក្រេបលំអងការឈូកប៉ុណ្ណឹងកង្កែបគឺអត់ទេចង់ប្រៀបធៀបមកមនុស្សយើងបងប្អូនរស់នៅចិត្តសប្បុរសនៅចិត្តបណ្ឌិតប៉ុន្តែអត់ដែលចូលទៅគៀកចូលទៅចិត្តសប្បុរសចូលទៅចិត្តបណ្ឌិតអីដើម្បីស្ដាប់ពាក្យទូលមានព្រានប្រដៅអប់រំណែនាំអីអត់ទេណាមិនទទួលយកការណែនាំមិនទទួលយកការបង្ហាញផ្លូវរបស់សប្បុរសរបស់បណ្ឌិតណោះតែចាញ់អ្នកឆ្ងាយគេល្បីល្បាញពីកិត្តស័ព្ទកិត្តនាមរបស់បណ្ឌិតរបស់សប្បុរសហ្នឹងគេចូលទៅរោគគេស្ដាប់ឃើញទេគេទៅទទួលយកការណែនាំទទួលយកការអប់រំចង់ប្រៀបធៀបអញ្ចឹងបើសង្ឃឹមថាម្ចាស់សំណួរនឹងបានយល់ហើយសំណួរនេះវាមានប្រយោជន៍សម្រាប់បងប្អូនដែលមិនទាន់បានដឹងប៉ុន្តែมันមានប្រយោជន៍ទេសម្រាប់បងប្អូនដែលគាត់បានជ្រាបបានដឹងអំពីពាក្យថាកុំស្លាប់ដូចពស់កុំរស់ដូចកង្កែបហើយសូមបងប្អូនជួយចូលរួមថវិកាជាបន្តទៀតផង QR code ខ្ញុំកណ្ដាលអាត្មាទម្លាក់នៅខាងក្រោមខ្ទង់ comment ហើយសូមបងប្អូនជួយ follow page ជួយ like comment share វីដេអូនេះម្នាក់មួយផងបាទសូមអរគុណនិងអរគុណ